Hello Coder and Susie to Canada Ngọc chương từ video ngày nay dân cả video muốn dânศึกษาแต่ต้นชั่วโมงนี้เสียเอาไทยมาได้chươngในក្នុង video នេះយើងមកធ្វើការធ្វើលំហាត់មួយដែលនេះគឺជាប្រធានបទរបស់យើង Please let the user input the following information យើងទីមួយមាន full name gender age address ហើយជាមួយនឹង phone number ចឹងបើសិនជាគ្នាយើងឃើញលំហាត់ប្រភេទនេះគ្នាយើងត្រូវចាំថាទីមួយគ្នាយើងត្រូវគិតថាតើយើងធ្វើបែបណាដើម្បី store តម្លៃពួកហ្នឹងបានចឹងនៅពេលគិតទៅយើង store តម្លៃយើងគិតទៅលើ variable ម្នេះចឹងនៅពេលយើងគិតទៅដល់ variable យើងគិតទៅលើ data type ចឹង full name មានប្រភេទជា data type ជា string gender មានតែមួយអក្សរយើងគិតទៅលើឆា age ជា integer មាន address យើងជាអាសយដ្ឋានចឹងអាសយដ្ឋានក៏យើងបញ្ចូលជាអក្សរដែរម្នេះជា string and phone number ជាលេខទូរស័ព្ទក៏ជា string ដែរជា integer ដែរម្នេះអូខេឥឡូវយើងនៅពេលដែលយើងគិតទៅលើ data type ទៅលើហើយយើងត្រូវការទៅប្រកាស declare variable អញ្ចឹងទីមួយយើង declare variable ម្នេះអញ្ចឹងទីមួយ string full name មួយទៀតអីគេ gender ឆា gender មួយទៀតតើតើជាមួយនឹង age in age string address phone number in phone number អញ្ចឹងនេះគឺជាការ declare variable អញ្ចឹងបើថា variable ទាំងអស់ហ្នឹងគឺយើងត្រូវការ store ទៅណីទៅលើវាចុះយើងត្រូវការឲ្យ user input អញ្ចឹងនៅពេលដែលចង់ឲ្យ user input ឥឡូវថាខ្ញុំសេ style មួយចុះ cout input all information ចូលទៅណីទាំងអស់ហ្នឹងមកអញ្ចឹងយើងចង់ end line មួយចង់ចាប់បន្តទាំង end ទី end line អញ្ចឹងនៅពេលនេះគឺយើងចង់ឲ្យគេ cout អញ្ចឹងទី1 full name អញ្ចឹង full name ទី1យើង cn full name អញ្ចឹងនឹងថានៅពេលយើងបញ្ចូលតម្លៃវានៅតែការ store ទៅន័យនៅលើ full name មួយទៀតតើតើជាមួយនឹង gender អញ្ចឹងយើងត្រូវការ cn gender អញ្ចឹងតើតើជាមួយនឹងខាងក្រោមទៀត cout age cn age អីយ៉ាងទៅមួយទៀត cout address cn address មួយទៀត cout phone number អញ្ចឹងយើងត្រូវការ cn ជាមួយនឹង phone number អញ្ចឹងនៅនេះគាត់នៅការបញ្ចូលតន្ន័យមែនទេអញ្ចឹងនៅពេលដែលយើងបញ្ចូលតន្ន័យចប់យើង output តន្ន័យមែនទេអញ្ចឹងខ្ញុំត្រូវការ copy នេះមកយើងត្រូវការ output all informationអញ្ចឹងមិនថាតន្ន័យប៉ុណ្នេះគឺយើងត្រូវការគេឲ្យ user បញ្ចូលមែនទេនេះប៉ុណ្នេះយើងឲ្យការ user បញ្ចូលហើយវា store ទុកនៅខាង data type មួយនេះបន្ទាប់ពីគេបញ្ចូលហើយយើងមិនត្រូវការ output តន្ន័យហ្នឹងវិញមែនទេអញ្ចឹង cout data full name អញ្ចឹងនៅពេលដែលយើង cout គឺយើង full name មកមែនទេអញ្ចឹងយើងចង់ឲ្យវាចប់បន្តយើងប្រើ add ហើយយើងមកទៀត cout gender មែនទេអញ្ចឹងយើងមកទៀត gender ជឿថាខ្ញុំយកតែពីនឹងមកបង្ហាញខ្ញុំទៅសេតទៅពីនឹងទៅចុះបើសិនតែ5ទៀតឥឡូវប៉ុណ្ណឹងចង់ឲ្យគ្នាយើងធ្វើខ្លួនឯងលេងតែការសាកទៅរ៉ានបតាទេយើងចូលមកមើលទៅកាន់ result គឺយើង please input all information ចឹងទី1 one gender ភេទប្រុសអាយុ12ឆ្នាំ address ភ្នំពេញអីដែរ and phone number តរិតអូខេអញ្ចឹងវា output តន័យមកនេះ output all information ដោយសារតែយើងចាប់មកទៅ2មែនយើងចាប់មកទៅ2វាបង្ហាញតែ2ទេអញ្ចឹងជួបគ្នានៅវីដេអូក្រោយយើងនឹងសិក្សាបន្តទៀតតទៅជាមួយនឹង variant C+ របស់យើងបាយបាយ